ខ្ញុំបានឈរនៅទីនេះអស់រយៈពេលជាង 1000 ឆ្នាំមកហើយមុនពេលអ្នកកើតមុនពេលប្រទេសនេះមានព្រំដែនដូចសពថ្ងៃខ្ញុំបានឃើញអ្វីៗជាច្រើនខ្ញុំបានឃើញអាណាចក្រមួយកើតឡើងខ្ញុំបានឃើញស្ដេចមួយអង្គដែលហ៊ានធ្វើអ្វីដែលគ្មាននរណារំពឹងខ្ញុំបានឃើញទីក្រុងមួយកើតចេញពីព្រៃខ្ញុំក៏បានឃើញទីក្រុងនោះបាត់ទៅវិញដែរថ្ងៃនេះអ្នកហៅខ្ញុំថាកោះគេប៉ុន្តែកាលពី 1000 ឆ្នាំមុនខ្ញុំមិនមែនជាសំណង់បុរាណមួយកណ្ដាលព្រៃទេខ្ញុំគឺជាបេះដូងនៃអាណាចក្រខ្មែរប្រហែលនៅដើមសតវត្សទី10នៅពេលដែលអង្គរកំពុងជាមជ្ឈមណ្ឌលអំណាចមានបុរសម្នាក់កំពុងរៀបចំផែនការដែលនឹងផ្លាស់ប្ដូរប្រវត្តិសាស្ត្រព្រះអង្គមានព្រះនាមថាព្រះបាទជ័យវរ្ម័នទី4ព្រះអង្គមិនបានជ្រើសរើសបន្តដើរតាមផ្លូវចាស់នោះទេផ្ទុយទៅវិញព្រះអង្គបានសម្លឹងមកទីនេះទៅកាន់ដីក្រហមមួយកន្លែងព័ទ្ធជុំវិញដោយព្រៃហើយសម្រេចចិត្តថារាជធានីថ្មីរបស់អាណាចក្រនឹងកើតឡើងនៅទីនេះសូមស្រមៃមើលបន្តិចកន្លែងដែលអ្នកកំពុងឈរនេះ 1000 ឆ្នាំមុនមិនមានជណ្ដើរទេសចរទេមិនមានផ្លូវកៅស៊ូមិនមានកាមេរ៉ាមិនមានទូរស័ព្ទមានតែសំឡេងពូថៅសំឡេងញញួរសំឡេងមនុស្សរាប់ពាន់នាក់កំពុងធ្វើការក្រោមកម្ដៅថ្ងៃថ្មរាប់ម៉ឺនដុំត្រូវបានដឹកជញ្ជូនដីត្រូវបានជីកប្រឡាយត្រូវបានសាងសង់អាងទឹកត្រូវបានបង្កើតប្រាសាទថ្មីៗបានលេចរូបរាងឡើងម្ដងមួយឆ្នាំមួយកន្លងទៅបន្ទាប់មកឆ្នាំមួយទៀតរហូតដល់ទីក្រុងមួយបានលេចឡើងចេញពីព្រៃអ្នកប្រហែលជាគិតថាខ្ញុំគ្រាន់តែជាប្រាសាទមួយប៉ុន្តែទេខ្ញុំជាផ្នែកតូចមួយនៃទីក្រុងដ៏ធំមួយទីក្រុងដែលមានប្រាសាទរាប់សិបមានអាងទឹកធំមានផ្លូវមានព្រះសង្ឃមានអ្នកប្រាជ្ញមានទាហានមានអ្នកជំនួញមានប្រជាជនរាប់ម៉ឺននាក់ពេលព្រះអាទិត្យរះទីក្រុងនេះមានជីវិតពេលយប់ធ្លាក់ចុះភ្លើងចង្កៀងបំភ្លឺផ្លូវសំឡេងមនុស្សនៅលាន់ឮសម្រាប់អ្នករស់នៅទីនេះពួកគេប្រហែលជាគិតថាកោះគេនឹងស្ថិតនៅជារៀងរហូតប៉ុន្តែប្រវត្តិសាស្ត្រមិនដែលសួរមនុស្សថាពួកគេត្រៀមខ្លួនរួចហើយឬនៅនោះទេឥឡូវសូមសម្លឹងទៅកាន់ប្រាង្គប្រាសាទសំណង់ដែលលេចធ្លោជាងគេនៅទីនេះពេលអ្នកឈរនៅខាងក្រោមវាមើលទៅដូចជាភ្នំមួយប៉ុន្តែវាមិនមែនជាភ្នំទេវាជាស្នាដៃរបស់មនុស្សសាងសង់ឡើងកាលពីជាង 1000 ឆ្នាំមុនថ្មរាប់ពាន់ដុំត្រូវបានដាក់ជាន់គ្នាកម្ពស់របស់វាធ្វើឲ្យវាคล้ายជាសំណង់ដ៏អស្ចារ្យបំផុតមួយនៃសម័យនោះហើយនៅលើកំពូលធ្លាប់មានសិវលិង្គដ៏ធំមួយជានិមិត្តរូបនៃអំណាចនិងសិទ្ធិអំណាចរបស់ស្ដេចខ្ញុំនៅចាំថ្ងៃទាំងនោះបានថ្ងៃដែលមនុស្សគ្រប់គ្នាសម្លឹងឡើងមកកាន់កំពូលថ្ងៃដែលទីនេះជាមជ្ឈមណ្ឌលនៃពិធីសាសនាថ្ងៃដែលមនុស្សជឿថាអំណាចរបស់អាណាចក្រនឹងស្ថិតនៅជារៀងរហូតប៉ុន្តែមិនមានអ្វីស្ថិតស្ថេររហូតនោះទេបន្ទាប់ពីព្រះបាទជ័យវរ្ម័នទី4សោយទីវង្គតអ្វីចាប់ផ្ដើមផ្លាស់ប្ដូរអំណាចផ្លាស់ទីរាជវង្សផ្លាស់ប្ដូរហើយនៅទីបំផុតរាជធានីត្រូវបានផ្លាស់ត្រឡប់ទៅតំបន់អង្គរវិញមានមនុស្សខ្លះចាក់ចេញបន្ទាប់មកកាន់តែច្រើនទៀតរហូតដល់ថ្ងៃមួយសំឡេងដែលធ្លាប់បំពេញទីក្រុងនេះចាប់ផ្ដើមស្ងាត់បាត់ទៅខ្ញុំបានឃើញវាកើតឡើងដោយផ្ទាល់ខ្ញុំបានឃើញផ្សារស្ងាត់ខ្ញុំបានឃើញផ្លូវទទេខ្ញុំបានឃើញផ្ទះសម្បែងត្រូវបានទុកចោលខ្ញុំបានឃើញមនុស្សដើរចេញដោយមិនដឹងថាពួកគេនឹងមិនត្រឡប់មកវិញទៀតទេសូមស្រមៃមើលបើទីក្រុងភ្នំពេញទាំងមូលត្រូវបានគេទុកចោលមិនមែនមួយថ្ងៃមិនមែនមួយខែប៉ុន្តែអស់ជាច្រើនសតវត្សនោះហើយជាអ្វីដែលបានកើតឡើងនៅកោះគេមួយឆ្នាំកន្លងទៅ10ឆ្នាំ100ឆ្នាំ500ឆ្នាំព្រៃចាប់ផ្ដើមត្រឡប់មកវិញដើមឈើដុះឡើងតាមផ្លូវបុរាណឫសឈើចាក់ចូលក្នុងថ្មគ្រប់សំណង់ឈើរលួយបាត់នៅសល់តែខ្ញុំនិងថ្មដទៃទៀតឈរស្ងៀមរង់ចាំអ្វីដែលខ្ញុំស្ដាយបំផុតមិនមែនការបាត់បង់ទីក្រុងនោះទេប៉ុន្តែជាការពិតដែលថាមនុស្សភាគច្រើនភ្លេចថាវាធ្លាប់មានសម្រាប់រយៈពេលដ៏យូរទីក្រុងដែលធ្លាប់ជារាជធានីអាណាចក្រត្រូវបានលាក់ខ្លួនក្នុងព្រៃស្ងៀមគ្មានសំឡេងគ្មានអ្នកនិយាយពីវាថ្ងៃនេះអ្នកកំពុងឈរនៅទីនេះនៅកន្លែងដដែលដែលស្ដេចធ្លាប់ឈរនៅកន្លែងដដែលដែលអ្នកសាងសង់ធ្លាប់ធ្វើការនៅកន្លែងដដែលដែលប្រជាជនរាប់ម៉ឺនអ្នកធ្លាប់រស់នៅសូមមើលថ្មទាំងនេះឲ្យបានល្អពួកវាមិនមែនជាថ្មធម្មតាទេពួកវាគឺជាទំព័រចុងក្រោយ
នៃទីក្រុងដ៏ស្ទើរតែបាត់ពីការចងចាំហើយមុនពេលអ្នកចាក់ចេញពីទីនេះខ្ញុំចង់សួរអ្នកមួយសំណួរបើរាជធានីដ៏មានអំណាចមួយអាចក្លាយជាព្រៃបានបើមនុស្សរាប់ម៉ឺននាក់អាចបាត់ចេញពីការចងចាំរបស់ប្រវត្តិសាស្ត្រតើមានរឿងរ៉ាវប៉ុន្មានទៀតដែលនៅលាក់ខ្លួនក្រោមដីក្រោមថ្មនិងក្រោមព្រៃនៃប្រទេសកម្ពុជាកំពុងរងចាំឲ្យនរណាម្នាក់មកស្ដាប់រឿងរ៉ាវរបស់ពួកវាខ្ញុំគឺកោះគេហើយនេះគឺជារឿងរ៉ាវរបស់ខ្ញុំ